บ้านนี้คือសាច់ស្អាតមែនតែនបាទទូកខាងវត្តសាលានីតិឥឡូវនេះគឺមេជាងបាទកំពុងតែមកចិត្តចង់បាទគាត់វាយបន្ទាត់នឹងចាក់ប្រសាក់ហើយបាទមេជាងធំបាទគឺបងបាទមេជាងហាក់បាទគឺគាត់មកធ្វើទូកនៅក្នុងជំរុំរងទូកបាទខាងវត្តសាលានីតិស្រុកឆ្លងបាទនេះគឺខ្សែសម្រាប់វាយបន្ទាត់បាទគឺទូកទាំងពីរគ្រឿងនេះគឺស្អាតមែនទែនបាទគឺសាច់មានសុទ្ធទាំងពីរតែម្ដងបាទដូចខ្ញុំអត្ថាធិប្បាយមុនអញ្ចឹងបាទគឺនេះគេចាក់ប្រសាក់បាទនេះគេហៅចាក់ប្រសាក់បាទនៅពេលដែលគេចាំងទៅក៏តតែធ្លុះដល់ប្រសាក់ហ្នឹងបាទឃើញធ្លុះហ្នឹងបាទគេឈប់ចាំងបាទហ្នឹងបានន័យថាដល់តាមចំណុចណាមួយដែលគេទុកសាច់ឈើត្រឹមហ្នឹងហើយបាទដូចដែលការអត្ថាធិប្បាយមុនអញ្ចឹងបាទគឺទូកដែលមិនទាន់ដាក់ឈ្មោះនេះគឺខ្ញុំមិនទាន់អត្ថាធិប្បាយថាទូកនឹងឈ្មោះអ្វីនោះទេបាទហើយមួយទៀតបាទជារបស់វត្ត100%នោះក៏ខ្ញុំមិនទាន់និយាយដែរបាទដូចថាខ្លាចតែលោកគ្រូបាទយកមកអញ្ចឹងទៅអាចនឹងលោកគ្រូប្រកេនទៅខាងវត្តណាមួយអញ្ចឹងទៅបាទគឺអញ្ចឹងធ្វើឲ្យការអត្ថាធិប្បាយរបស់ខ្ញុំខុសបាទអញ្ចឹងការអត្ថាធិប្បាយក្នុងវត្តបាទតតែទូកនឹងដាក់ឈ្មោះទូកហើយនឹងដាក់ឈ្មោះវត្តបាទទៅខ្ញុំអត្ថាធិប្បាយថាទូកនឹងប្រកាសជារបស់វត្តនឹងមែនបាទអញ្ចឹងពុកម៉ែបងប្អូនបាទដែលបានទស្សនាហើយបាទកុំប្រកាន់នឹងអេដមីនអីបាទអេដមីនក៏កំណត់យកការត្រឹមត្រូវ 100% បាទហើយថ្ងៃនេះថារៀបនឹងហូបបាយជាមួយនឹងមេជាងបាទជាងឌីដែរបាទប៉ុន្តែជាងឌីខឹងហើយបាទគាត់ថាតតែអីក្អែបឆាហ៊ីងបំពងបាទអីណាស្អីមហូបគាត់នោះបាទអញ្ចឹងឡៃហ៊ានហូបជាមួយគាត់ហើយបាទគាត់ទៅតែមកហូបពិសេសទៀតបាទដោយសារតែជាងនេះបាទគាត់មិនបានមកជាមួយទេបាទគឺគាត់ចូលក្នុងពេកបាត់ហើយអញ្ចឹងក៏មិនបានហូបជុំគ្នាដែរបាទអញ្ចឹងសូមធ្វើវីដេអូតែប៉ុណ្ណេះទេបាទសូមអរគុណបាទអរគុណពុកម៉ែបងប្អូនដែលតែងតែតាមទស្សនាវីដេអូរបស់ admin រហូតមកសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត